ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើម្រះសណ្តែកគួរនំប៉័ងចៀនប្រហិតត្រីបងប្អូនពុំចាំបាច់ដាក់តែម្រះឬក៏សណ្តែកគួរនោះទេបងប្អូនអាចប្រើស្នៀតពោតឬមួយក៏បន្លែផ្សេងទៀតក៏បានដូចគ្នាអាហារសម្រន់បែបហ្នឹងបងប្អូនអាចយកទៅញ៉ាំជាមួយនឹងជ្រក់ឬមួយក៏ទឹកសៀងអញ្ចឹងនៅខាងចុងវីដេអូខ្ញុំបានបន្ថែមពីវិធីធ្វើទឹកសៀងផងដែរតោះឥឡូវនេះយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងយើងត្រៀមផ្លែម្រះមុនគេអញ្ចឹងបងប្អូនគ្រាន់តែយកផ្លែម្រះហ្នឹងមកហាន់ជាបញ្ឆិតស្ដើងល្មមរួចហើយបងប្អូនអាចប្រើចុងស្លាបព្រានឹងមកឆ្កឹះយកគ្រាប់វាចេញឲ្យស្អាតចំណែកឯសណ្តែកគួរនេះវិញបងប្អូនអាចកាត់វាប្រហែលជា3ថ្នាំងដៃប្រសិនបើយើងកាត់ខ្លីពេកនៅពេលដែលយើងយកសាច់មករុំទៅវាមើលអត់ឃើញសណ្តែកគួរនោះទេជាចុងក្រោយគឺជានំប៉័ងអញ្ចឹងបងប្អូនគ្រាន់តែយកនំប៉័ងហ្នឹងមកកាត់ប្រហែលជា4ឬក៏5ថ្នាំងដៃដូចគ្នារួចហើយពុះវាជា2ប្រហែលជាអាចមានអ្នកឆ្ងល់ថាយើងអាចប្រើនំប៉័ងបន្ទះបានអត់បើសិនជាយើងប្រើនំប៉័ងបន្ទះវាអាចនឹងធ្វើឲ្យជក់ប្រេងឆាខ្លាំងពេកអត់សូវឆ្ងាញ់នោះទេដូចនេះប្រសិនបើបងប្អូនអាចរកប្រភេទនំប៉័ងអញ្ចឹងបានគឺល្អជាងបន្លែជាមួយនឹងនំប៉័ងត្រៀមបានរួចរាល់ហើយអញ្ចឹងយើងបកមកធ្វើប្រហិតត្រីវិញម្ដងនេះគឺជាសាច់ត្រីស្លាតចំនួនកន្លះគីឡូត្រីស្លាតកន្លះគីឡូហ្នឹងគឺខ្ញុំដាក់ស្ករសចំនួន1ស្លាបព្រាកាហ្វេម្រេចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេអំបិលកន្លះស្លាបព្រាកាហ្វេប៊ីចេងឬក៏ម្សៅស៊ុបចំនួន1/4ស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាកាហ្វេទឹកប្រេងខ្យងកន្លះស្លាបព្រាបាយខ្ទឹមសចិញ្ច្រាំ3កំពឹសប្រេងឆា1ស្លាបព្រាបាយរួចហើយបងប្អូនត្រូវច្របល់គ្រឿងផ្សំជាមួយនឹងសាច់ត្រីនោះរហូតដល់វាចូលគ្នាបានសព្វល្អនៅពេលដែលច្របល់គ្រឿងផ្សំរួចឃើញថាសាច់ត្រីនឹងរាងស្អិតបន្តិចអញ្ចឹងខ្ញុំបានបន្ថែមប្រេងឆាចំនួន1ស្លាបព្រាបាយទៀតអញ្ចឹងសរុបទាំងអស់មកគឺ2ស្លាបព្រាបាយច្របល់គ្រឿងផ្សំចូលគ្នាបានសព្វហើយបងប្អូនគ្រាន់តែបោកសាច់ត្រីនឹងចុះឡើងប្រហែលជា5នាទីបន្ថែមទៀតនៅពេលដែលយើងច្របល់សាច់ត្រីដំបូងមើលទៅសាច់ត្រីនឹងដូចផុយដាច់ពីគ្នាក៏ប៉ុន្តែនៅពេលដែលយើងបោកមួយសន្ទុះទៅឃើញថាសាច់ត្រីនឹងគឺខាំចូលគ្នាបានល្អមែនទែនដូចក្នុងវីដេអូនេះអញ្ចឹងផ្សំគ្រឿងប្រហិតត្រីរួចហើយយើងអាចយកវាមកប៉ាត់នៅលើនំប៉័ងបានដោយសារតែប្រហិតត្រីនេះគឺវាស្វិតល្អខ្លាំងអញ្ចឹងនៅពេលដែលបងប្អូនប៉ាត់នៅលើនំប៉័ងហ្នឹងកុំឲ្យក្រាស់ពេកវាអាចធ្វើឲ្យយើងពិបាកញ៉ាំស្វិតខ្លាំងមែនទែនប្រសិនបើបងប្អូនប្រើសាច់ជ្រូកគឺអត់អីនោះទេគឺវាផុយធម្មតាចំណែកឯម្រះវិញយើងគ្រាន់តែយកសាច់ត្រីហ្នឹងមកប៉ាត់នៅកន្លែងប្រហោងផាន់វានឹងឲ្យជិតទៅបងប្អូនត្រូវប៉ាត់សាច់ហ្នឹងឲ្យលើសប្រហោងបន្តិចដើម្បីឲ្យវាអាចខាំជាប់ជាមួយនឹងម្រះបាននៅពេលដែលយើងយកវាទៅដាក់ចៀនចំណែកឯសណ្តែកគួរបងប្អូនត្រូវយកប្រហិតត្រីនឹងមកលុញវាឲ្យចេញជាសំប៉ែតសិនចាំយកសណ្តែកគួរមកដាក់ចំកណ្ដាលហើយរុំឲ្យជិតប្រហិតត្រីកន្លះគីឡូខ្ញុំប្រើនំប៉័ងចំនួន3ដើមម្រះចំនួន2ផ្លែហើយសណ្តែកគួរចំនួន3ខាំចាអញ្ចឹងបងប្អូនត្រូវបន្តធ្វើដដែលហ្នឹងរហូតដល់អស់ប្រហិតត្រីសណ្តែកគួរម្រះជាមួយនឹងនំប៉័ងហ្នឹងទៅមុននឹងយើងចាប់ផ្ដើមយករបស់ទាំងអស់ហ្នឹងទៅដាក់ចៀនយើងនាំគ្នាមកធ្វើទឹកសៀងជាមុនសិនដើម្បីដល់ពេលដែលយើងដាក់ចៀនហើយយើងអាចញ៉ាំបានតែម្ដងគឺវានៅក្តៅឆ្ងាញ់មែនទែនចានេះគឺជាទឹកសៀងផ្អែមខ្ញុំប្រើចំនួន5ស្លាបព្រាបាយទឹកម្ទេស2ស្លាបព្រាបាយបន្ទាប់មកយើងត្រូវយកទឹកសៀងជាមួយនឹងទឹកម្ទេសហ្នឹងទៅឆាអញ្ចឹងបងប្អូនដាក់ប្រេងឆាប្រហែលជា2ស្លាបព្រាបាយទុកឲ្យវាឡើងក្តៅសិនរួចហើយយើងចាក់ខ្ទឹមសចិញ្ច្រាំចូលទៅឆាខ្ទឹមសនៅលើភ្លើងឲ្យវាឡើងក្រៀមបន្តិចបន្ទាប់មកយើងនឹងដាក់ស្ករត្នោតចំនួន2ស្លាបព្រាបាយបងប្អូនត្រូវកូរស្ករត្នោតនៅលើភ្លើងហ្នឹងរហូតដល់វាឡើងក្រហមល្អឥឡូវនេះស្ករត្នោតផុនយើងបានឡើងពុះខ្លាំងមែនទែនហើយអញ្ចឹងបងប្អូនអាចចាក់ទឹកសៀងជាមួយនឹងទឹកម្ទេសនឹងចូលទៅឆាទឹកសៀងទឹកម្ទេសជាមួយនឹងស្ករត្នោតឲ្យចូលគ្នាបានសព្វរួចហើយបងប្អូនអាចបន្ថែមនៅទឹកប្រេងខ្យងចំនួន1ស្លាបព្រាបាយឆាច្របល់ទឹកសៀងនៅលើភ្លើងរហូតដល់វាពុះវាជាការស្រេចអ្នកចូលចិត្តហឹរបងប្អូនអាចថែមម្ទេសហុយឬក៏ម្ទេសស្រស់នៅកន្លែងនេះបានទឹកសៀងធ្វើបានរួចរាល់ហើយយើងបកមកមើលប្រហិតយើងវិញអញ្ចឹងបងប្អូនត្រូវដាក់ប្រេងឆាឲ្យឡើងក្តៅសិនទៅចាំយើងដាក់ម្រះចូលជាមួយនឹងសណ្តែកគួរវិធីចៀនសណ្តែកគួរជាមួយម្រះអត់មានអីពិបាកទេបងប្អូនគ្រាន់តែត្រឡប់វាចូលឡើងរហូតដល់សាច់យើងឆ្អិនវាជាការស្រេចដល់វគ្គជានំប៉័ងម្ដងអញ្ចឹងបងប្អូនកាយកាក់វាចេញសិនទៅរួចហើយយើងទម្លាក់នំប៉័ងដោយផ្កាប់សាច់ចុះក្រោមជាមុនយើងត្រូវដាក់ប្រហិតត្រីចៀនមុនអញ្ចឹងរហូតដល់វាឆ្អិនចាំយើងផ្ងាមួយសន្ទុះរួចហើយស្រង់វិញតែម្ដងនៅពេលនេះនំប៉័ងបានឆ្អិនហើយអញ្ចឹងបងប្អូនត្រូវស្រង់វាសម្រាប់ប្រេងឆាឲ្យអស់ហើយប្រសិនបើបងប្អូនមានប្រហិតសាច់គោឬក៏ hot dog អីគឺអាចដាក់បន្ថែមបាន
ចាវិធីធ្វើអាហារសម្រន់បូកជាមួយនឹងទឹកសៀងគឺមានតែប៉ុណ្្នឹងទេគឺងាយស្រួលមែនទែនបងប្អូនអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជា comment នៅខាងក្រោមវីដេអូនិងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា